បាទសូមគោរពជំរាបសួរសូមស្វាគមន៍មកមេរៀនហ្គីតាសូឡូមេរៀនថ្មីបាទណានៅថ្ងៃនេះគឺយើងចូលមកដល់តិចនិចណាគឺការណា slide ឬក៏យើងថាយើងរូតខ្សែហ្គីតាអូខេធម្មតាយើងលេងយើងមិនចាំបាច់រូតក៏បានដែរឧទាហរណ៍ថាប៉ុន្តែនៅពេលយើងបញ្ចូលការ slide ឬក៏រូតខ្សែហ្នឹងវាធ្វើឲ្យ solo របស់យើងហ្នឹងមានព្រលឹងមានប្រលះឧទាហរណ៍ថាការលេងដែលបញ្ចូលតិចនិចណាមានច្រើនខ្ញុំនឹងឲ្យជាបន្តបន្ទាប់ប៉ុន្តែថ្ងៃនេះយើងលើកឡើងយើងនិយាយអំពី slide ហើយមេរៀន slide នេះដែរក៏យើងបានសិក្សាហូរហែណាអំពីការលេងហ្គាមនៅលើខ្សែទី2នេះខ្ញុំក៏បានបង្ហាញហើយប៉ុន្តែដើម្បីជាលម្អិតជាងនឹងយកប្រើដើម្បីអនុវត្តផ្ទាល់នៅក្នុង solo bot គឺខ្ញុំសូមបញ្ជាក់លម្អិតណាក្នុងមេរៀននេះការ slide គឺធ្វើឲ្យហ្គីតារបស់យើងមានដូចជានិយាយណាព្រោះការលេងហ្គីតាការលេង solo ដូចយើងប្រើការដូចយើងសន្ទនាជាពាក្យសម្ដីអញ្ចឹងណាហើយការ slide នេះបើយើងប្រៀបធៀបទៅមិនដូចពីជាយើងដូចជាប្រើពាក្យមួយដែលដូចគ្នាដូចគ្នាប៉ុន្តែពាក្យខុសគ្នាឧទាហរណ៍ថាបងអញ្ជើញហូបបាយប៉ុន្តែយើងអត់ទេយើងបងអញ្ជើញពិសាបាយបាទអញ្ជើញសិស្សស្រូបអាហារអញ្ចឹងទៅមានន័យថាអញ្ចឹងណាហើយធ្វើឲ្យការលេងណោតធម្មតាមួយដែលយើងធ្លាប់ហាត់ហ្នឹងឲ្យមានដូចជារសជាតិឲ្យមានដូចជាដូចឲ្យហ្គីតាហ្នឹងធ្វើការនិយាយជាមួយនឹងអ្នកស្ដាប់អញ្ចឹងណាអូខេដូច្នេះមូលហេតុដែលខ្ញុំអត់យកហ្គីតានេះពី3ដើមខាងក្រោយនេះហ្គីតាអគ្គិសនីណាហ្គីតាអេឡិចត្រូកមកបង្ហាញនៅក្នុងមេរៀននេះណាដោយសារ slide យើងគួរតែយកហ្គីតា solo ណាក៏ប៉ុន្តែមិនទេណាគឺខ្ញុំចង់ប្រាប់ថាហ្គីតាសាំយើងនេះក៏អាចធ្វើការ slide បានដែរក្នុងការហាត់រៀនហើយនឹងសំឡេងវាមានជារបៀបហ្គីតាសាំជារបៀប acoustic ពីរោះដូចគ្នាហើយកាលណាយើងហាត់លើនេះបានហ្គីតា electric ហ្នឹងស្រួលមែនទែនដោយសារយើងមានដូចជា effect ហើយវាវៃជាងណាប៉ុន្តែកុំបារម្ភទោះបីអត់មានហ្គីតា electric យើងហាត់ technique slide នេះបានដើម្បីយើងបញ្ចូលទៅក្នុងការលេង solo របស់យើងដើម្បីឲ្យហ្គីតារបស់យើងមានព្រលឹងមានប្រលះមានវិញ្ញាណអូខេដូច្នេះទី1ណាដែលយើងត្រូវចាប់ឲ្យបានដើម្បីធ្វើការយើង slide ឲ្យស្រួលណាគឺយើងធម្មតាយើងចាប់ខ្សែគឺយើងចាប់ពីឈោម្រាមដៃដើម្បីកុំឲ្យម្រាមដៃទៅខ្សែផ្សេងទៀតក្រៅតែពីខ្សែដែលយើងកំពុងចាប់នេះក្នុងការលេងកបាទគឺយើងប្រកាន់អញ្ចឹងដោយសារបើម្រាមដៃរបស់យើងវាប៉ះពាល់ទៅលើខ្សែដតីនាំឲ្យខ្សែដតីហ្នឹងកោអត់ចេញសម្លេងទេដូច្នេះក្នុងការ slide នេះគឺផ្ទុយណាគឺយើងមិនបញ្ឈរទេដោយសារ
ខ្សែវាតូចមុខកាត់វាតូចហើយកាលណាតែយើងបញ្ឈរទម្ងន់ដៃរៀងខ្លាំងវាអាចបញ្ឈរមុខទៅនឹងការមុតប៉ុន្តែមិនជាមុតស្អីទេណាគាត់សគាទេប៉ុន្តែដើម្បីធ្វើឲ្យស្រួលគឺកាលណាយើងចង់ស្លាយពីខ្ទង់មួយទៅខ្ទង់មួយគឺយើងមិនដាក់កម្រាមដៃមេពួកជាប់ចឹងទៅតែស្អិតបាក់ស្លាយទី1ទី2យើងអត់បញ្ឈរម្រាមដៃទេគឺយើងរៀងផ្ដេកបន្តិចណាឃើញទេយើងចាប់តែពេលយើងស្លាយយើងផ្ដេកបន្តិចហើយមេដៃរបស់យើងគឺនៅពីក្រោយលាក់ណាបញ្ឈរណាម្រាមណាដែលយើងស្លាយចូលឲ្យមេដៃនៅពីក្រោយម្រាមនោះកុំឲ្យដូចជាដៃចង្អុលនៅនេះស្លាយហើយក្រោយមកហើយដៃមេនៅទីនេះស្លាយអត់បានទេណាបាទហើយមេដៃយើងហ្នឹងគឺគ្រាន់តែទប់ទេអត់ច្បាច់ទេដោយសារនៅពេលយើងស្លាយយើងត្រូវការបង្ហើបកម្លាំងតិចបន្ធូរកម្លាំងតិចមិនបន្ធូរទាំងអស់ទេបើបន្ធូរទាំងអស់វាលេងលឺហើយវាទៅជាទប់ខ្សែនឹងឲ្យកោហើយណាអញ្ចឹងនៅពេលយើងស្លាយគឺយើងមានទម្រង់ដៃអញ្ចឹងហើយយើងកេះឲ្យលឺច្បាស់ហើយយើងស្លាយដល់ណាក៏បានដែរណាហើយត្រូវចាំណាគឺកេះឲ្យលឺច្បាស់ហើយចាំស្លាយគុំប្រញាប់ដូចជាអត់លឺលោកគ្រូណោះកេះលឺច្បាស់ណាស្លាយទៅមុខទៅក្រោយណាអូខេដូច្នេះសង្ឃឹមថាយល់អំពីទម្រង់ដៃណាសំខាន់ណាស់បាទដូច្នេះជាទី1ដែលយើងធ្វើណាគឺយើងយកតែ semitone មានថាកន្លះតុងគឺមួយខ្ទង់ទេយើងចាប់ផ្ដើមនៅខ្ទង់ទី5ហើយយើងស្លាយយើងរូតមកខ្សែទី6ហើយមុននឹងយើងរូតហ្នឹងគឺយើងកេះខ្សែឲ្យលឺល្អសិនចាំរូតគុំប្រញាប់មើលខ្ញុំណាឃើញទេយើងនិយាយគុំកេះលឺបន្ទាប់ពីយើងធ្វើតែមួយខ្ទង់ឬគេហៅថាកន្លះតុងណាឮហើយយើងចាប់ផ្ដើមពង្រីកវាធ្វើមួយតុងមានថាពីរខ្ទង់អូខេយើងធ្វើយើងកេះបាទបន្ទាប់មកយើងចាប់ផ្ដើមធ្វើឲ្យបាន3ខ្ទង់មានថាមួយតុងកន្លះអូខេហើយស្លាយភាគច្រើនណាដែលយើងលេងកម្រិតដំបូងគឺយើងប្រើនាងដៃដូច្នេះយើងមិនត្រឹមតែហាត់ចង្អុលដៃទេយើងហាត់ម្រាមកណ្ដាលក្នុងម្រាមនាងដែលយើងអាសាលេងស្លាយហ្នឹងឃើញដៃខ្ញុំត្រូវស្លាយនៅទីណាមេដៃខ្ញុំ support ពីក្រោយហ្នឹងប៉ុន្តែអត់ច្បាច់ខ្លាំងទេច្បាច់ខ្លាំងវាធ្ងន់ពេកស្លាយទៅវាស្អិតណារួចទៅវាស្អិតអញ្ចឹងយើងស្លាយមកមិនដំបងខ្ទង់សិនកេះច្បាស់ចប់មកបាន2ខ្ទង់ត្រឹមមួយតុងកន្លះបានហើយមានថា3ខ្ទង់បានហើយ1 2 3បានហើយណាខ្ញុំរៀនទាំងអស់ទោះបីកូនដៃក៏យើងត្រូវហាត់ដែរណាអូខេបន្ទាប់ពីយើងធ្វើដូចនេះលឺហើយនឹងយើងចាប់ផ្ដើមមានមួយជំហានទៀតណាបាទគឺក្នុងការស្លាយនេះយើងមានខ្ញុំចែកចេញឲ្យ2ប្រភេទណាខ្ញុំចែកចេញឲ្យ2ប្រភេទមានច្រើនប៉ុន្តែដើម្បីចាប់ផ្ដើមយើងចាប់ផ្ដើមជាមួយ2ប្រភេទនេះដែលពេញនិយមនិងប្រើច្រើនមែនទែនទី1គឺយើងកេះឲ្យលឺហើយបាទយើងស្លាយកេះឲ្យលឺហើយទី2គឺយើងកេះហ
hai nâng dương rút sai dương slide prom khnia nông pe tại mùi miền này thà ok toàn á cái lừa cho bằng hai bằng slide cái smart nâng pe dương rút sai bằng slide miền pin đi chập bàn á pin định dùng mình tên trong cái lên booster tại groupประเภทนะบ่าแกลือเฮ้ยสไลด์แกลือเฮ้ยสไลด์แกโปรมគ្នានឹងสไลด์นี่มึงធ្វើអីខ្ញុំកេះបានស្លាយកេះព្រមគ្នានឹងស្លាយអូខេមិនជាបត់ណាហើយមិនពីរោះប៉ុន្តែជាទីហោយល់ណាអូខេបាទអញ្ចឹងនៅពេលដែលយើងបានចំណុចខាងលើនឹងហើយគឺយើងចាប់ដើមស្លាយប៉ុន្តែយើងស្លាយមិនមែនអត់មានគោលដៅទេនៅពេលដែលយើងស្លាយទៅរណោតដែលនៅក្នុងហ្គាមណាមួយដែលយើងបំរុងនឹងលេងបត់ក្នុងតុងណាមួយនឹងណាហើយខ្ញុំជឿជាក់ថាចាំហើយហ្គាមដូម៉ាហ្សឺប៉ង់តាតូនិកជាមួយនឹងឡាមីនឺប៉ង់តាតូនិកយើងនឹងមិនអញ្ចឹងគឺអញ្ចឹងនៅពេលយើងស្លាយគឺយើងមើលគោលដៅរបស់យើងអញ្ចឹងបើហ្គាមរបស់យើងរត់អញ្ចឹងមានន័យថារវាងណាប់2លើខ្សែតែមួយហ្នឹងអញ្ចឹងយើងអាចធ្វើការរត់ខ្សែទៅវិញទៅមកបានចំនួននៃការលេខដូចនេះខ្ញុំអាចលេខដូចនេះឃើញទេគឺក៏ប៉ុន្តែនៅក្នុងការលេង solo មិនមែនណាត់ណាត្រូវ slide ដែរណាដូចជាមិនពីរោះទេអញ្ចឹងយើងលេងមកយើង slide ទៅរហូតណាត់សំខាន់ក្នុងតុងណាមួយឧទាហរណ៍ថាខ្ញុំចង់លេងជា gam la minor ប៉ង់តាតូនិកអញ្ចឹងខ្ញុំដឹងណាត់ឡានៅណាខ្លះឡានេះខ្ញុំអបបញ្ជាក់ណាមេរៀនមុននិយាយច្រើនមែនទែនណាបាទគឺមុននឹងដល់ណោតដែលជាណោតសំខាន់គឺយើង slide មកនឹងវាមាន feeling ហ្នឹងហើយវាមានអារម្មណ៍ហ្នឹងហើយណាគឺអូនេះគេហៅថាអឺនដៃប៉ុន្តែអត់ដល់តែវានេះណាពីរួមមែនទែនហ្គីតាខ្ញុំដូចកំពុងសន្ទនាជាមួយអ្នកស្ដាប់ណាយើងធ្វើមកអុកតាហ្នឹងមកអូខេយើងទៅទៀតណត់ឡាឬក៏យើងអាចធ្វើជាដូម៉ាហ្សឺយើងមុននឹងដល់ដូវិញយើង slide ទៅគ្រាប់ដូចឹងនៅពេលដែលយើងលេងឧទាហរណ៍ថាហើយនឹងយើងអាចជំរាបថា
បាទដូច្នេះធ្វើណាចឹងយើង slide មិនគោលដៅទេយើង slide នៅក្នុង scale របស់យើងដែរបំរុងនឹងលេងបត់ណាមួយនឹងក្នុងតុងណាមួយនឹងណាបាទហើយអ្វីទៅជាការលេង solo នៅចាំទេខ្ញុំខានរំលឹកយូរហើយកុំឲ្យភ្លេចណាលេង solo គឺលេងណោតត្រឹមត្រូវតិចនិចត្រឹមត្រូវថ្ងៃនេះគឺការរូតខ្សែឬ slide ក្នុងពេលវេលាត្រឹមត្រូវដូច្នេះខ្ញុំឲ្យធ្វើដូចជាជាមួយ metronome មិនចឹង1 2 3 4 1 2 3 4 1 2 3 4អញ្ចឹងយើង slide នេះខ្ញុំដាក់របឿន120ប៉ុន្តែដំបូងអញ្ចឹងដាក់ថា70អីក៏បានដែរអញ្ចឹងយើងធ្វើលំហាត់នេះគឺត្រូវអនុវត្តណាគឺយើងយកតុង La minor ឬក៏ Do major ក៏បានដែរហើយយើងចង់ slide ទៅ La minor គឺយើង slide នៅខ្សែទី4ណាខ្ទង់ទី5មកខ្ទង់ទី7ពីសូលមកឡាហ្នឹងហើយបើយើងចង់ធ្វើក្នុង Do major ខ្ញុំលើកទឹកចិត្តឲ្យធ្វើខ្សែខាងក្រោមគេដោយសារវាមានកម្រិតឆ្ងាយជាងពី La មក Do អូខេអញ្ចឹងឥឡូវខ្ញុំធ្វើក្នុង La minor Xài từ Vinh Vì nào soul mà nọt lá mình bật cọt thay dương trâu tại pra mà điểmอย่าง all tê nơi bên đại bật cúm mà riêng na của bạn ao tại toàn tập hiệp cả nè bốn tay thử đơn tháng nạp pi nừng biết ra mà riêng na của bạn nè tay thử đơn tháng cái lại đại dương thử slide từ na chập pi na ok nâng tp nhưng mà slide thì tông Do major cứ đặt hàng cam kế chập đập đến nát đố sai thì bay không thì 5 đố ok nhưng nhưng ai sạch là bong luôn ai rồi viên nào từng on nâng nung tụm rung đây bong ta tận nịch nè Do major rồi làm nên nâng nhưng ai slide cục sai ở đây nhưng trong ban không miền ấy cứ ca rút sai chúng slide sai nào của ban này bởi vì việc bạn là của đừng là đồ này tục hiệp bị bạn một đùng chạy chạy nè chứ những slide mà khơi guitar khi còn punya sound tadiជាមួយបើយើងលេងធម្មតាបាទនិយាយធម្មតាដូចខ្វះសិល្បៈក្នុងការនិយាយណាបើយើងលេង guitar solo មានថាយើងយក guitar ទេយើង sound តនីជាមួយអ្នកស្ដាប់ប៉ុន្តែបើយើងបញ្ចូល slide ឃើញ guitar យើងវាមានភាពរស់រវើកណាខ្ញុំលេងណោតតែប៉ុណ្្នឹងទេណាឃើញទេនេះហើយទឹកដៃណាដោយសារយើងមានតិចនិចហើយមានតិចនិចច្រើនទៀតតែខ្ញុំចង់ចែកឲ្យប៉ុន្តែថ្ងៃនេះសូមយកឲ្យបានរបៀបរូបខ្សែជាចុងក្រោយខ្ញុំបន្ថែម tip ឲ្យមួយទៀតគឺខ្ញុំលេងខ្ញុំ slide ខ្ញុំរូតខ្សែមកពីចម្ងាយឆ្ងាយមែនទែនប៉ុន្តែខ្ញុំដឹងថាគោលដៅរបស់ខ្ញុំនៅណាតិចនេះត្រូវអង្គុយហាត់ដែរណាតិចនេះណាអត់មុខដោយចាយដន់ទេហើយរបៀបនេះគេហៅថា free slide
dương ọt khoa thà chập vì nè bên té dương thử miên nốt để chịu cô đau được bao dương hỏi nó bây giờ dương slide máu cứ chồng nè cứ nhưng slide mà nó số nhé nhưng trong slide mà đố nhưng sai tana các bạn để sai nhưng chỉ control đai hơi tao được dạy lùm hạt hàng lên nó nhưng vừa dứt bắt tọt mốt nhưng một đòn tiền đi nè hãy pin này dùng nè slide đi nè ok slide okដូចនេះសូមចាប់លំហាត់ឲ្យបានហើយនឹងមេរៀនក្រោយយើងនឹងរៀនអំពីការ hammer និង pull off ហើយបន្តមកទៀតខ្ញុំនឹងបង្រៀនបទមួយបទនឹងពីរោះណាស់ខ្ញុំអត់ទាន់បញ្ចេញចំណងជើងទេប៉ុន្តែបទនឹងវាមានការបូកការរូតខ្សែ slide នេះជាមួយនឹងគេហៅថាដំឬក៏ឆ្កឹះខ្សែ hammer ឬក៏ pull off នេះអញ្ចឹងមានក្រោយយើងរៀនហើយខ្ញុំនឹងបង្រៀនបទនោះអូខេអញ្ចឹងជួបគ្នាក្នុងមេរៀនក្រោយបាយបាយ